បានសូមជម្រាបសួរលោកគ្រូគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការផ្លាស់ប្ដូរ logo ដែលជាវត្តមាតមកជា logo សាលារបស់លោកគ្រូគ្រូឬក៏ជាសាលាឯកជនអញ្ចឹងយើងអាចដាក់បញ្ចូលនៅ logo ផ្ទាល់ខ្លួនបានអញ្ចឹងឥឡូវនេះគឺខ្ញុំចង់បង្ហាញឧទាហរណ៍គំរូនៅក្នុងបាទវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅក្នុងប្រព័ន្ធរបស់យើងហ្នឹងនៅពេលដែលលោកគ្រូ scroll ចូលឡើងអញ្ចឹងយើងឃើញតែសតទេបាទអញ្ចឹងអត់មានអីទេតែនៅពេលដែលលោកគ្រូទាញយកឬក៏ធ្វើការ print preview មកបាទយើងចុច preview ហ្នឹងអញ្ចឹងលោកគ្រូនឹងឃើញថានឹងមាន logo ក្រសួងនៅខាងក្រោយបាទអញ្ចឹងនៅពេលនេះគឺខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹងការផ្លាស់ប្ដូរបាទអញ្ចឹងតែយើងត្រូវផ្លាស់ប្ដូរដូចម្ដេចអញ្ចឹងលោកគ្រូសូមចូលមកកាន់ Photoshop មួយមកបាទខ្ញុំសូមបង្ហាញអញ្ចឹងលោកគ្រូក៏បីត្រូវដាក់បញ្ចូល logo សាលារបស់លោកគ្រូមកបាទនៅក្នុង Photoshop ហ្នឹងបើសិនជាចេះកម្មវិធីផ្សេងទៀតលោកគ្រូសូមប្រើទៅប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតាក់ទងជាមួយនឹងការប្រើប្រាស់នៅក្នុង Photoshop បាទអញ្ចឹងនេះគឺជា logo សាលារបស់ខ្ញុំអញ្ចឹងខ្ញុំសូមដាក់យកទំហំប៉ុណ្ណឹងបាទហើយខ្ញុំសូមដាក់កម្រិតនៃភាពច្បាស់ហ្នឹងគឺសូមត្រឹមតែ1ទេបាទអញ្ចឹងបើប៉ុណ្នេះ1នេះស្ទើរលោកគ្រូអាចបន្ថែមមក2មកបាទអញ្ចឹងយើងអាចដាក់លេខបាទអញ្ចឹងលេខកាន់តែច្រើនកាន់តែភ្លឺកាន់តែច្បាស់បាទអញ្ចឹងខ្ញុំសូមដាក់ត្រឹម2បាទឬក៏1បាទបើ1អត់សូវច្បាស់ទេយើងគួរតែដាក់ត្រឹម2មកបាទអញ្ចឹងបន្ទាប់ពីដាក់បែបហ្នឹងមកលោកគ្រូបាទសូមចុច file ហើយយើង export file ហ្នឹងគឺជាប្រភេទ PNG បាទអញ្ចឹងខ្ញុំសូមយក export ជា PNG ហើយខ្ញុំសូមដាក់លើ desktop បន្ទាប់មកខ្ញុំសូមដាក់បាទ Z1 បាទដើម្បីសម្គាល់ហ្នឹងហើយខ្ញុំសូមចុច save បាទអញ្ចឹងប៉ុណ្ណេះគឺយើងនឹងបានបាទ file រូបភាពមួយគឺ Z1 នេះដែលជាប្រភេទ file PNG ហើយមាន logo របស់សាលាយើងបាទអញ្ចឹងខ្ញុំនឹងបញ្ចូល logo នេះចូលនៅក្នុងប្រព័ន្ធរបស់យើងហ្នឹងកន្លែងមិញហ្នឹងឥឡូវយើងចូលកាន់មកប្រព័ន្ធរបស់យើងវិញហើយលោកគ្រូអាចបញ្ចូលបានបាទអញ្ចឹងយើងចុចយក page layout បាទបន្ទាប់មកលោកគ្រូសូមចុចនៅចែននៅទីនេះគឺ page setup ហ្នឹងបាទចែនតូចនៅទីនេះចុចមកបាទបន្ទាប់មកសូមចុចនៅលើ header footer ហើយ custom footer បាទបន្ទាប់មកលោកគ្រូឃើញកណ្ដាលគេនេះបាទកន្លែង center ហ្នឹងគឺលោកគ្រូបាទសូម select នៅលើ picture ហ្នឹងមកហើយចុចរូប picture នៅទីនេះបាទ insert picture បន្ទាប់មកយើង replace បាទ replace ហើយសូមរងចាំបន្តិចបាទយើងចុចយក from a file បាទបន្តមកទៀតលោកគ្រូសូមចុចនៅលើ desktop មកហើយទៅស្វែងរកបាទ file របស់យើងមិញមកបាទនេះគឺ Z1 ហ្នឹងបាទអញ្ចឹងយើងចុច insert បន្តមកយើងអូខេបាទយើងអូខេបាទអញ្ចឹងបន្ទាប់ពីបានហើយលោកគ្រូអាចធ្វើការ print preview បានបាទអញ្ចឹងខ្ញុំសូមចុច Control P បាទអញ្ចឹងលោកគ្រូនឹងឃើញថាយើងមាន logo ហើយបាទនេះ logo របស់សាលាយើងគឺនៅខាងក្នុងហ្នឹងបាទអញ្ចឹងនៅពេលដែលលោកគ្រូទាញយកគឺនឹងជាប់បាទ logo យើងហើយបាទអញ្ចឹងនៅពេលដែលលោកគ្រូចង់ផ្លាស់ប្ដូរមកដាក់ logo ក្រសួងវិញគឺសូមធ្វើដូចគ្នាដែរទៅហើយខ្ញុំបានបញ្ចូលជាមួយនឹង file នឹងរួចជាស្រេចហើយនៅពេលដែលលោកគ្រូទាញយកគឺនឹងឃើញ folder បាទ logo គឺនឹងខ្ញុំបានដាក់ជាមួយហើយបាទអញ្ចឹងតែប៉ុណ្្នឹងទេឥឡូវយើងសាកទាញយកបាទសាកល្បងទៅបាទខ្ញុំសូមចុច minimize ហើយខ្ញុំសូមបង្កើត folder ថ្មីមួយបាទបន្ទាប់មកខ្ញុំសូមបើក folder ហ្នឹងបាទហើយខ្ញុំសូមចុចនៅទីនេះហើយយើង copy location មកហើយបន្ទាប់មកខ្ញុំសូមមកផាសបាទនៅក្នុងទីតាំងតួឯកសារបាទអញ្ចឹងខ្ញុំសូមចុចទាញយកមួយបាទយើងចុចមកបាទទាញយកបានជោគជ័យហើយគឺលោកគ្រូអាចមកមើលបានបាទនេះបាទអញ្ចឹងបាទនេះគឺជាបាទ file ដែលយើងបានទាញយកហើយលោកគ្រូអាចធ្វើការបោះពុម្ពបានបាទអញ្ចឹងដូចជា
អស់ដែរហើយសម្រាប់ការបង្ហាញនៅក្នុងវីដេអូនេះបាទសូមអរគុណច្រើនលោកគ្រូបាទសូមជម្រាបលាបាទ